Và okនេះខ្ញុំឲ្យបងប្អូនពីរបៀបនៃការបិទទៅលើ firewall ទៅលើកម្មវិធី design មួយចំនួនដែលវាតែងតែផ្ញើសារឲ្យនៅពេលដែលយើងបើកអ៊ីនធឺណិតនេះអញ្ចឹងបើសិនជាកម្មវិធីមួយចំនួនដែលវាបានផ្ញើសារហើយមានថាវាចាប់តាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើកម្មវិធី design ដូចជាប្រភេទ Adobe ឬក៏កម្មវិធី Autodesk ឬក៏កម្មវិធីអ្វីផ្សេងមានន័យថាវានឹងធ្វើការចាប់ហើយរួចហើយយើងមិនអាចបើកបានទេព្រោះសារតាយើងប្រើមិនមែនជាប្រភេទ license បើសិនកាលណាយើងប្រើ license វាមិនអីក៏តែយើងប្រើជាប្រភេទcrack មានថា crack ដើម្បី activate វាអូខេអញ្ចឹងយើងមានដំណោះស្រាយយើងចូលទៅលើនេះមកបាទជានេះគឺយើងបិទទៅលើ firewall អូខេបើកវាមកបាទនេះក៏ដាក់ WinMaster Blocker មានថាយើងទៅបិទទៅលើ firewall ទាំងអស់អូខេឥឡូវយើងចូល firewall សិនមកដំបូងឡើយគឺវាអត់ទាន់មានទេដោយសារតែយើងអត់ទាន់បានបិទបាទយើងវាយថា file ហើយរួចយើងយកទៅលើគេបាទហើយបន្ទាប់មកអូខេយើងចូលទៅលើកន្លែងនេះគេដាក់ inbound rule ហើយក៏ដូចជា outbound rule ទាំងពីរហ្នឹងតើវាមានធ្វើការបិទទៅលើអ្វីនៅអូខេមានថាអត់ទាន់បានធ្វើការបិទទេបាទអានេះគឺវាបិទទៅលើ Adobe Acrobat មួយចំនួនមានថាតកតងការពី convert PDF ហ្នឹងអូខេអញ្ចឹងIntellect វាចុះក្រោមសិនអញ្ចឹងយើងចាប់ផ្ដើមដំណើរការអូខេអញ្ចឹងប្រភេទ Adobe របស់ខ្ញុំមានច្រើនហើយនឹងការពីអ្វីផ្សេងទៀតគឺយើងអាចធ្វើការបិទបានព្រោះថាវាមានច្រើនអូខេឥឡូវមកថាទេយើង right click លើវាហើយយក run as administrator ហ្នឹងមកបាទហើយតមកបងប្អូនមើលលេខ0រហូតដល់លេខ4វាមានលេខ0 Adobe លេខ1 Corel លេខ2 Autodesk គឺចង់ដើរប្រភេទ AutoCAD ឬក៏ប្រភេទ Cinematic អីហ្នឹងអាហ្នឹងសុទ្ធតែ Autodesk ហើយអានេះ Max Zone គឺចង់ដើរប្រភេទ Cinema អូខេហើយនេះ Red Giant គឺប្រភេទ Red Giant ដូចជា plugin ឯផ្សេងៗអញ្ចឹងបងប្អូនមានជម្រើសច្រើនអូខេឥឡូវខ្ញុំយកទៅមើលនេះសិន Adobe អូខេខ្ញុំចុចលេខ0មកបាទចុចលេខ0ហើយរួចខ្ញុំ enter បាទយើងអាចធ្វើការបិទអ៊ីនធឺណិតបានបើកបានអាស្រ័យលើការចង់បានរបស់បងប្អូនអូខេបាទវិញខ្ញុំបិទចោលតែម្ដងនេះវាដាក់អូខេន័យថាវាចាប់ដើមទៅបិទទៅលើ firewall ហ្នឹងហើយវាដាក់ checking rule រួចវាដាក់អូខេឥឡូវប្រភេទ Adobe ឥឡូវវារៀងតាំងតិចមិនថា version ចុងក្រោយឬក៏ version ចាស់2020 2019ក៏វានៅតែចាប់បានដែរអញ្ចឹងបងប្អូនបើសិនជាអត់មានទេគឺវានឹងធ្វើការចាប់ហើយរួចហើយវានឹងបិទតែម្ដងមកវាមិនឲ្យយើងបើកចេញទេអូខេហ្នឹងគឺជាការនិយាយថាការពង្រៀនថ្មីរបស់ខាងក្រុមហ៊ុន Adobe អញ្ចឹងបងប្អូនបើសិនជាបើកប្រភេទ Adobe ដែលប្រើ Crackជាមួយនឹងអ៊ីនធឺណិតគឺវានឹងផ្ញើសារអញ្ចឹងមានថាផ្ញើសារវាមិនលើសពី3ដងទេវានឹងមានបញ្ហាទៅលើកម្មវិធី Adobe ហ្នឹងហើយបាទវារានទៅគ្រប់របស់វាហើយបានវា load ឲ្យយើង press any key ហ្នឹងបាទមានច្រើនចឹងមានវាដាក់មាន Adobe Audition និងមានអីខ្លះបាទចឹងវាបង្ហាញយើងច្រើនណាស់តកតងនឹង Adobe Audition មានស្អីហ្នឹងគឺអញ្ចឹងវាចូលទៅធ្វើការបិទវាដល់ Adobe Bridge អូខេ Adobe Bridge វាមានប្រមាណហ្នឹងចឹងរបស់ខ្ញុំវាមានច្រើនប្រភេទ Adobe ចឹងខ្ញុំគ្រាន់តែវាយ Adobe មកយើង search ហ្នឹងវាយ Adobe វាមានបាទមានដូចជា After Effects Lightroom Acrobat Photoshop Adobe Audition មិនហ្នឹង Illustrator អូខេហ្នឹងវាចេញមកអ្វីដែលយើងបានតម្លើងប៉ុណ្ណាគឺវាចេញមកប៉ុណ្ណឹង
បាទបិទវិញមកបាទឥឡូវវាមកដល់ Elas ដងហើយនេះ Elas 2025បាទខ្ញុំឡើង version ចុងក្រោយអស់2025ហ្នឹងបាទឥឡូវដល់ Lightroom ម្ដងបាទឥឡូវដល់ Photoshop ហើយដល់ឥឡូវដល់ Premiere ហើយ Premiere ក៏2025ដែរបាទនេះវាទៅឆែកទៅលើប្រភេទ plugin ដែលខ្ញុំបានបញ្ចូលទៀតមានថាតើតើ Mocha ហ្នឹងអូខេ Mocha គឺជា plugin បាទអញ្ចឹងវាចូលទៅបិទឲ្យយើងទាំងអស់មានថាវាមានទាំងបានណាវាចូលឲ្យបិទទាំងអស់ដើម្បីកុំឲ្យមានបញ្ហាពេលដែលយើងបើកទៅ load error បាទវារៀន C ពេលយូរតិចក៏តែវាមានសមត្ថភាពមានថាវាអាចធ្វើការបិទបានទៅលើ firewall របស់ប្រភេទកម្មវិធី design ទាំងមានបានហ្នឹងអូខេអញ្ចឹងវាថាសមត្ថភាពវាខ្លាំងអូខេជាងបន្ទាប់ពីដែលវាscan ទៅលើបិទ firewall ហ្នឹងហើយគឺថាកម្មវិធីរបស់យើងគឺលែងមានបញ្ហាតទៀតហើយនេះគឺយើងបិទទៅលើប្រភេទ Adobeបាទនេះដល់ចំណុចដូចបញ្ជាក់អញ្ចឹងវាថា press any key ឬ continue វាថា continue គឺយើងចែក press any key មកវាថាយើងចូលមកអាតពណ៌ដើមរបស់វាដែលមានប្រហែលមានពី0ដល់4ហ្នឹងបាទអូខេជិះឲ្យធ្វើការបិទបានឥឡូវយើងចូល check មើលម្ដងទៀតបាទឥឡូវយើងបិទវាសិនយើងបើកឡើងវិញបាទចូល start មកហើយ Wi-Fi wall ដូចមុនបាទចូល inbound ក៏បានឯក៏បាននេះវាជាបណ្ដាធ្វើការបិទឃើញវាមានច្រើនអូខេនៅក្នុងនេះហើយ outbound ម្ដងបាទអូខេហ្នឹងគឺប្រភេទ Adobe អូខេអញ្ចឹងមានថាយើងការបិទរបស់យើងគឺប្រកបដោយជោគជ័យហើយបាទអរគុណ